Soom group trong riêng số, bông mai bông bông tao kia. Xong xa cô mà can chân này admin không ai tới đấy. Haiថ្ងៃនេះយើងនិយាយតពី episode មុនដែលតាក់ទងទៅនឹងវត្តមួយកន្លែងហើយតាមផ្លូវកាត់វត្តនោះគឺជាកន្លែងជើងកបដែលអាសាមានគ្រោះថ្នាក់កើតឡើងមែនទែនភាគច្រើនត្រង់ចំណុចខ្នល់កែងហ្នឹងឲ្យតែមានគ្រោះថ្នាក់ភាគច្រើនគឺបាត់បង់ជីវិតតែម្ដងហើយដើមចោមដែលធ្វើឲ្យមានជើងកបត្រង់ចំណុចនោះគឺមានមូលហេតុរបស់វាអញ្ចឹងចង់ដឹងថាមូលហេតុដែលកើតឡើងយ៉ាងណានោះតោះចូលទៅស្ដាប់សាច់រឿងទាំងអស់គ្នានឹងកាលពីឆ្នាំ9ជាងត្រង់ចំណុចមុខវត្តនោះគឺមានស្រះទឹកដ៏ធំមួយដែលស្រះទឹកនោះបន្សល់ទុកតាំងពីសម័យខ្មែរក្រហមមកម្ល៉េះហើយមូលហេតុដែលមានស្រះទឹកធំអញ្ចឹងនោះគឺដោយសារតែកន្លែងនោះត្រូវបានពួកខ្មែរក្រហមឲ្យប្រជាជនទៅកាប់ដីនៅទីនោះហើយយកអាចដីនោះលើកទៅដាក់នៅកន្លែងផ្សេងហើយបន្តមកទៀតរណ្ដៅនោះគឺជាកន្លែងកប់សពមនុស្សដែលគេថាក្បត់នៅអង្គការអីហ្នឹងគឺគេយកទៅសម្លាប់ចោលនៅក្នុងស្រះនោះហើយព្រមទាំងមានសពទាហានដែលច្បាំងស្លាប់ហើយត្រូវគេដឹកយកទៅចាក់ចោលនៅក្នុងស្រះនោះដែរហើយមួយទៀតនៅផ្លូវម្ខាងទល់នឹងមុខវត្តនោះគឺមានផ្លូវតូចមួយដែលជាផ្លូវសម្រាប់ដង្ហែសពណាចូលទៅកាន់ទីទួលបញ្ចុះសពនិយាយទៅតាំងពីយូរយារណាស់មកហើយតាំងពីមុនសម័យខ្មែរក្រហមនឹងទៀតទីទួលនោះគឺសម្រាប់កប់សពអ្នកភូមិដែលស្លាប់ចឹងណាពីមុនមកទីនោះឲ្យតែមេចាប់ដើមធ្លាក់ពលឺគឺគ្មានអ្នកណាហ៊ានទៅម្ដុំនោះទេពីព្រោះអ្នកភូមិថាឲ្យតែល្ងាចងាយមានអ្នកឆ្លងកាត់ទីនោះតែងតែឮសំឡេងអ្វីឃើញអ្វីប្លែកៗហើយនៅថ្ងៃមួយមានពូម្នាក់គាត់បានបាត់គោហើយក៏តាមរកគោគាត់តាំងពីព្រឹករហូតដល់ល្ងាចណារកយ៉ាងណាក៏រកមិនឃើញដែរលុះមកដល់ចំណុចមុខវត្តហ្នឹងស្រាប់តែគាត់ឃើញគោរបស់គាត់កំពុងតែស៊ីស្មៅនៅតាមផ្លូវទៅមុខវត្តហ្នឹងដែលខ្ញុំថាគឺជាផ្លូវតូចមួយសម្រាប់ដង្ហែសពទៅទីទួលមកចុះសពអញ្ចឹងពេលនោះគឺគាត់ឃើញគោគាត់កំពុងតែស៊ីស្មៅនៅតាមផ្លូវហ្នឹងអញ្ចឹងគាត់ក៏ប្រញាប់រត់ទៅចាប់គោគាត់តែមានណាគ្រាន់តែគាត់រត់ជិតដល់គោហ្នឹងពឹបគោនោះក៏ផ្អើលហើយក៏រត់ចូលទៅអាព្រៃទួលដែលគេកប់សពហ្នឹងភ្លេចបញ្ជាក់ប្រាប់អ្នកគ្នាហើយនៅទីទួលបញ្ចុះសពនោះគឺមានដើមច័ន្ទពីរដើមគឺធំមែនទេអាដើមច័ន្ទដែលផ្លែវាក្អូបហ្នឹងហើយលុះពូនោះគាត់ឃើញគោគាត់រត់ចូលអញ្ចឹងគាត់ក៏ប្រញាប់រត់ដេញតាមតែដល់ពេលចូលទៅដល់ទួលនោះគោគាត់មិនដឹងចេតនាទៀតបាត់ឲ្យឈឹងហ្មងគាត់រហូតនៅលើទួលហ្នឹងហើយយ៉ាងម៉េចក៏មិនឃើញដែរពេលនោះមេក៏ចាប់ដើមរៀងងឹតតិចណាគាត់ក៏បានដើររកគោគាត់ជុំវិញហ្នឹងហើយក៏រកមិនឃើញអញ្ចឹងគាត់ក៏សម្រេចចិត្តថាឈប់សម្រាកនៅក្រោមដើមច័ន្ទហ្នឹងបន្តិចណាគេឡូវឃើញគោគាត់ចេញមកពីគុំព្រៃណាអីឃើញអញ្ចឹងវិញណាប៉ុន្តែគាត់ចាំមើលក្រោមដើមច័ន្ទហ្នឹងចាំមើលយ៉ាងណាក៏អត់ឃើញគោគាត់ចេញមកដែរអ្នកដែលចេញមកនោះគឺមិនមែនជាគោទេគឺជាព្រាយដើមច័ន្ទដល់ពេលនោះពូម្នាក់នោះកំពុងតែសម្រាកនៅក្រោមដើមច័ន្ទហ្នឹងសុកស្រាប់តែឮសំឡេងកូនក្មេងយំល្វើយពេលដែលគាត់ផ្ទៀងតិចស្ដាប់យូរទៅសំឡេងនោះដូចជានៅខាងលើគាត់ពេលនោះគាត់ចាប់ដើមភ័យណាពេលហ្នឹងហើយក៏រត់ចេញពីក្រោមដើមច័ន្ទនោះពេលដែលគាត់រត់ចេញហ្នឹងហើយគាត់មិនអស់ចិត្តណាក៏ងើយទៅមើលនៅខាងលើមានណាអ្នកនរគ្នាហើយស្រាប់តែឃើញទាំងក្មេងទាំងចាស់កំពុងតែអង្គុយអ្នកខ្លះក៏ដេកនៅលើមេឃឈើអាមេឃដើមច័ន្ទហ្នឹងឡើងពេញប៉ះចំសវករបស់គេវាថាដូចចាបទុំនៅពីពេញស្កេះស្កាស់នៅលើដើមឈើហ្នឹងអញ្ចឹងហ្នឹងហើយពេលហ្នឹងគាត់ថាគាត់កំពុងតែមើលហ្នឹងអ្នកដែលនៅលើដើមឈើហ្នឹងក៏នាំគ្នាសម្លឹងមកគាត់ទាំងព្រមសម្លឹងមកទាំងអស់គ្នាងាកមកសម័យមើលពេលដែលគាត់កំពុងតែងើយមើលលើដើមឈើហ្នឹងស្រាប់តែអ្នកទាំងអស់ហ្នឹងកំពុងតែងាកមុខមកមើលទាំងព្រមសម្លឹងមកមើលគាត់អញ្ចឹងមើលគាត់សម្លក់របៀបថាមិនមើលធម្មតាមើលរបៀបសម្លក់ដល់អ្នកខ្លះគាត់ថាមុខឡើងខ្មៅសតែភ្នែកវាថាមុខឡើងខ្មៅឃ្លីហើយសតែប្រឡងភ្នែកហើយសក់វិញឡើងស្ពងហើយអ្នកខ្លះទៀតមុខឡើងខៀវនៅលៀនសុទ្ធតែឈាមហើយចំណែកឯសំឡេងក្មេងនោះវិញពេលដែលគាត់មើលទៅគឺគាត់ថា
មានម្ដាយក្មេងនោះកំពុងតែយងរឹងហើយសម្លឹងមកគាត់គឺថាបើកភ្នែកធំធំមែនទេឡើងលៀនជ្រុះមកនៅនឹងមុខគាត់ហ្មងពេលនោះគាត់ថាគុណម៉ែគុណឪឲ្យជួយផងហើយគាត់ក៏មិនទៅនៅមើលអីទៀតដែរដោយគាត់រត់ដោយគាត់ភ័យផងខ្លាចផងក៏រត់ស្រែកឲ្យគេជួយឡើងញ័រដោយកូនសត្វចឹងហើយពេលនោះគាត់ភ័យគាត់ខ្លាចឡើងឈឺឈូសក់ពេលនឹងស្លាប់ទៀតហើយអ្នកភូមិខ្លះទៀតក៏ឃើញជាឆ្កែខ្មៅធំធំរត់ចេញពីផ្លូវនឹងចូលទៅក្នុងវត្តក៏មានដែរនឹងហើយត្រឡប់ចូលមកសាច់រឿងក្នុងវត្តវិញឲ្យតែមេឃរឿងងឹតតិចតិចហ្នឹងអ្នកដែលឆ្លងកាត់ទីនោះតែងតែឮសំឡេងមនុស្សស្រែកយំវាថាស្រែកយំឈឺចាប់វាថាឮសំឡេងមនុស្សទាំងវងស្រែកយំអញ្ចឹងហើយនៅថ្ងៃមួយមានកូនសិស្សលោកម្នាក់ដែលពេលហ្នឹងកូនសិស្សលោកហ្នឹងគាត់ឈឺបាត់ជើងពេលយប់ហើយពេលនោះក៏ចុះមកពីលើដែលគាត់សម្រាកហ្នឹងណាហើយក៏រកកន្លែងគូសំគាត់ដោះទុកសัตว์ហ្នឹងដែរពេលដែលកំពុងតែបត់ជើងហ្នឹងគាត់សម្លឹងមកខាងមុខវត្តស្រាប់តែឃើញមនុស្សអ៊ូច្រើនមែនតើហើយគាត់នៅតែមើលបន្តរហូតដល់គាត់ដោះទុកសัตว์ហើយអញ្ចឹងទៅហើយពេលនោះដោយគាត់មិនអស់ចិត្តគាត់ក៏បានដើរលបទៅមើលថាមនុស្សទាំងនោះកំពុងធ្វើអីគេដល់ពេលដែលគាត់ដើរលបទៅជិតដល់នឹងកន្លែងមាត់ស្រះហ្នឹងហើយគាត់ក៏ពួននៅនឹងគុំព្រៃមួយហើយពេលនោះគាត់ថាគឺឃើញមនុស្សច្រើនមែនទែនស្លៀកពាក់ស្ទើរកៅអៅខ្មៅរបៀបថាដូចមិនមនុស្សជំនាន់បច្ចុប្បន្នអញ្ចឹងដល់គាត់កំពុងតែមើលអញ្ចឹងស្រាប់តែអ្នកទាំងនោះហាក់ដូចជាដឹងថាមានមនុស្សកំពុងតែលួចមើលពួកគេអញ្ចឹងពេលនោះខ្មោចទាំងនោះក៏ងាកមុខមកព្រមគ្នាហើយក៏ដើរសម្ដៅមករកកន្លែងដែលកូនសិស្សលោកកំពុងតែពួនហ្នឹងដោយដំណើរដើរមកនោះគឺយឺតមួយជាមួយនឹងទឹកមុខមាំមែនទែនដែលធ្វើឲ្យកូនសិស្សលោកនោះគាត់ភ័យឈរកាំងនៅមើលគេអញ្ចឹងទៅវាថាមិនដឹងជារត់ទៅណាគឺកាំងស្ដឹងនៅឈរមើលគេដើរមកជាមួយនឹងទឹកមុខឡើងមាំហ្មងរហូតដល់មានសម្លេងព្រះសង្ឃនិងកូនសិស្សឯទីស្រីហៅរកព្រះសង្ឃលោកបងវាថាគាត់បាត់កូនសិស្សនឹងយូរពេកពេលអញ្ចឹងក៏ចុះមកជាមួយនឹងកូនសិស្សផ្សេងទៀតនាំគ្នាស្រែកហៅអញ្ចឹងទៅនៅពេលដែលឮសម្លេងកូនសិស្សនឹងព្រះសង្ឃស្រែកហៅរកកូនសិស្សដែលទៅលួចមើលអាកន្លែងមាត់ស្រះហ្នឹងពេលដែលឮសម្លេងអញ្ចឹងទៅគាត់ក៏របៀបថារៀងភ្ញាក់ខ្លួនពេលអញ្ចឹងរបៀបថាភ្ញាក់ខ្លួនអញ្ចឹងទៅហើយមើលទៅខ្មោចទាំងនោះដែលគាត់កំពុងតែឈប់មើលថាគេកំពុងតែដើរមកទឹកមុខជាមួយនឹងទឹកមុខមាំពេលគាត់មើលទៅម្ដងទៀតគឺអត់មានឃើញអីទេពេលនោះគាត់ដឹងថាប្រកាសជាមិនមែនមនុស្សហើយគឺជាខ្មោចតែម្ដងគាត់គាត់ដឹងអញ្ចឹងហើយក៏រត់មកទំហឹងយកមកឈ្នះដៃមកហើយក៏ស្រែកហៅឲ្យគេជួយអញ្ចឹងទៅហើយព្រះសង្ឃក៏បានដឹងថាមានសលេងកូនសិស្សគាត់ស្រែកហៅអញ្ចឹងក៏នាំគ្នារត់ទៅមើលទៅហើយពេលនោះព្រះសង្ឃហាក់ដូចជាដឹងណាថាមានរឿងអីកើតឡើងនៅកន្លែងផ្ទះហ្នឹងហើយក៏មានសង្ឃដីកាថារស់នៅរៀងខ្លួនទៅកុំមកបៀតបៀនគេតិចថាអត់មានកន្លែងឈរជើងនិយាយបែបហ្នឹងហើយក៏គ្មានរឿងអ្វីកើតឡើងទៀតដែរលុះមកដល់ប្រហែលឆ្នាំក្រោយមកថ្ងៃមួយមានអ្នកឡានតាក់ស៊ីម្នាក់គាត់បានបើកឆ្លងកាត់ហ្នឹងនៅម៉ោងប្រហែលជា12ពេលមកដល់ចំណុចខ្នល់កាយវត្តហ្នឹងស្រាប់តែគាត់បានឃើញមនុស្សកំពុងនាំគ្នាហាយសពដើរតាមផ្លូវហ្នឹងពេលនោះគាត់រៀងមកអនឡានមើលមនុស្សដែលដង្ហែសពនោះម្នាក់សុទ្ធតែស្លៀកក្បិនមួយធំមាំមែនទេពេលនោះគាត់កំពុងគិតថាចុងតែស្រុកភូមិនេះអីក៏ចម្លែកម៉េចហាយសពអីទាំងកដាយប់ហ្នឹងម៉ោងឡើង12ជាងអីនៅនឹងហាយសពទៀតពេលដែលកំពុងតែគិតហ្នឹងឡានគាត់ក៏បើកទៅហួរបន្តិចហើយទៅគាត់ក៏មើលតាមកញ្ចក់ទៅអ្នកដែលហាយសពទាំងនោះម្នាក់គឺគ្មានជើងទេពេលនោះគាត់ដឹងច្បាស់ 100% ហើយថាមិនមែនជាមនុស្សទេគឺជាខ្មោចពេលហ្នឹងគាត់គឺភ័យមែនទែនអ្នកនរគ្នាសម័យមើលពេលដែលយើងបើកឡានពេលយប់ម្នាក់ឯងហើយស្រាប់តែឃើញមានអ្នកភូមិគេហាយសពទាំងយប់ទាំងរាត្រិហ្នឹងប្រហែលម៉ោង12ជាងអីហ្នឹងហើយងាកមើលទៅសិតថាស្លៀកក្បិនចង្លៃទៀតហើយមានសិតថាដាំងមួមែនទែនណានភ័យពេលនោះគឺគាត់ជន់ឡានដាក់មេប្រូចយកទៅមកគេជន់ឲ្យទៅឆ្ងាយពីកន្លែងហ្នឹងអូខេអ្នកនរគ្នាសាច់រឿងយើងគឺមានតែប៉ុណ្្នឹងទេតែមកដល់សប្តាហ៍ថ្ងៃនេះកន្លែងនោះនៅតែមានជើងកបអញ្ចឹងដដែលដោយទើបតែថ្មីនេះដែរទេគឺមានគ្រោះថ្នាក់ពីករណី
ហើយកើតឡើងនៅនឹងមុខវត្តនឹងហ្មងដូចជាអង្ការពីភ្ជុំឆ្នាំមុនមានតាម្នាក់គាត់បានជិះម៉ូតូអសង្ការេមកវត្តលុះជិះមកដល់មុខវត្តហ្នឹងស្រាប់តែគាត់រៀបចំនឹងឆ្លងផ្លូវរៀបនឹងផុតនឹងចូលវត្តហើយហ្នឹងមិនដឹងជាមានម៉ូតូធំមកពីណាគឺបើកលឿនមែនទែនឲ្យបុកចំលោកតានឹងមកលំហឹងហ្មងតែពេលនោះធ្វើឲ្យលោកតានោះគាត់បាត់បង់ជីវិតនៅនឹងកន្លែងហ្នឹងតែម្ដងចំណែកឯខាងម៉ូតូធំវិញគ្រាន់តែរបួសតិចតួចអញ្ចឹងឬឯមួយករណីទៀតគឺនៅទីតាំងដដែលហ្នឹងនេះគឺចំមុខវត្តនឹងតែម្ដងនៅម៉ោងប្រហែលជា12ថ្ងៃមានក្មេងស្ទីលម្នាក់បើកបរឆ្លងកាត់ហ្នឹងមិនដឹងជាយ៉ាងម៉េចទូរីចង្កូតបុកនឹងអាដើមកាសាហើយដើមកាសាសូទៅធំគឺតូចទេតែក្មេងស្ទីលម្នាក់ហ្នឹងវាថាគាត់ជីមិនជាលឿនប្រមាណដែរជីទៅស្រាប់តែហេចង្កូតទៅបុកនឹងអាដើមកាសានៅអាខាងជាប់ផ្លូវដែលមានផ្លូវតូចផ្លូវដង្ហែសពទៅទីទួលបញ្ចុះសពហ្នឹងបុកនឹងដើមកាចាហ្នឹងហើយក៏ស្លាប់បាត់បង់ជីវិតទៅនិយាយទៅមិនបន្ទោសអារឿងជើងកបអីហ្នឹងទាំងស្រុងទេជួនកាលអាចមកពីការខ្វះការប្រុងប្រយ័ត្នរបស់យើងដែរដែលមុននឹងឆ្លងផ្លូវឬក៏បើកបរមិនបានមើលគ្រប់ជ្រុងជ្រោយទើបនាំឲ្យគាត់កើតមានគ្រោះថ្នាក់អញ្ចឹងទៅហ្នឹងហើយអ្នកនរគ្នាសាច់រឿងយើងមានតែប៉ុណ្្នឹងទេបើសិនបើពុកម៉ែបងប្អូនមានសាច់រឿងរ៉ាវចង់ចែករំលែកបទពិសោធន៍ខ្មោចលងយ៉ាងណានោះអាចផ្ញើសាច់រឿងរបស់ពុកម៉ែបងប្អូនតាមរយៈ page admin ខ្មោចរបស់យើងបានហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលស្ដាប់តាំងពីដើមរហូតដល់ចប់មួយវិញទៀតក៏សូមចិត្តពុកម៉ែបងប្អូនជួយចុច Subscribe ឬពាក្យថាជាវឲ្យ admin ម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបាទណាក្នុងការផលិតនៅវីដេអូក្រោយៗទៀតហើយបើសិនជាខ្ញុំបាទនិយាយទៅលឺលួខ្វះខាតខុសឆ្គងយ៉ាងណានោះសូមមេត្តាអធិស្ឋានឲ្យខ្ញុំបាទផងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា